តួអង្គសំខាន់ពីររូបនៅក្នុងវីដេអូនេះគឺលោក Vladimir Putin និង Volodymyr Zelensky កាសែត Q-Post វិភាគអត្ថបទមួយជាអត្ថបទបែបវិភាគថា Ukraine and Russia return to peace talks in Turkey. What's changed since 2022? បាទ analysis ហ្នឹងគឺនាមបាទការវិភាគអត្ថបទចុះផ្សាយបទវិភាគនេះការវិលត្រឡប់បាទយើងយកពី return នោះបាទការវិលត្រឡប់ទៅកាន់កិច្ចចរចាសន្តិភាពរបស់អ៊ុយក្រែននិងរុស្ស៊ីនៅប្រទេសតូគីនោះតើមានអ្វីខ្លះប្រែប្រួលឬមានអ្វីប្រែប្រួលចាប់តាំងពីឆ្នាំ2022មកអញ្ចឹងកន្លែងនេះ present perfect so what has changed តើមានអ្វីផ្លាស់ប្ដូរឬក៏កែប្រែតាំងពីឆ្នាំ2022មក Ukrainian President Volodymyr Zelensky has agreed to attend peace talks in Turkey on Thursday with Russian President Vladimir Putin proposing the venue and US President Donald Trump signaling he may join during the first major overseas trip of his second term កថាខណ្ឌទី1តាមធម្មតាជាកថាខណ្ឌសម្រាប់ចំណងជើងបងប្អូនអ្នករៀនឋិនយើងឃើញគេអាចផ្ដើមដោយ present perfect ហើយលម្អិតដោយ simple past អូខេ propose នឹងស្នើ term ក្នុងទីនេះប្រែថាអាណត្តិរដ្ឋាភិបាលស្មើនឹងពាក្យ mandate ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន Volodymyr Zelensky បានយល់ព្រមទៅចូលរួមអីបាទទៅចូលរួមកិច្ចចរចាសន្តិភាពនៅប្រទេសតឺគីនៅថ្ងៃប្រហ័សនេះដោយវិទ្យណាបាទវិទ្យកន្លែងហ្នឹងវាស្ទាក់ phrase នេះធ្វើឲ្យ Russian President Vladimir Putin ហ្នឹងវាទៅជា object វិញដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin ស្នើឲ្យមានជំនួបនៅទីតាំងនោះ venue ហ្នឹងគឺ place បាទទីកន្លែងគឺប្រទេសតឺគីហើយអាហ្នឹង compound sentence ហើយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ផ្ដល់សញ្ញាឬសញ្ញោក្នុងករណីនេះក៏ US President Donald Trump ហ្នឹងជា object របស់វិទ្យដូចគ្នានឹងដោយលោកប្រធានាធិបតីអាមេរិក Donald Trump គាត់ធ្លាប់ផ្ដល់ជាសញ្ញាថាគាត់អាចនឹងអញ្ជើញទៅចូលរួមកិច្ចពិភាក្សានោះក្នុងអំឡុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាដំណើរទស្សនកិច្ចដ៏ធំរបស់លោកលើកដំបូងនៃអាណត្តិកាន់តំណែងជាប្រធានាធិបតីរបស់លោកជាអាណត្តិទី2 Putin did not confirm his attendance Wednesday evening and Zelensky said he would not attend without the Russian leader showing up but either way these talks will be the highest level direct talks between Ukraine and Russia since the Istanbul talks in March and April 2022, weeks after Russia's full-scale invasion began. កាលណាបងប្អូនមានមូលដ្ឋាន part of speech ហើយឡើងពី part of speech ទៅរៀន direct indirect phrase sentence clause អីបកប្រែស្រួលបាទហើយយើងចេះ tense ចេះ voice អញ្ចឹងណាបាទនៅ EFK អាចទទួលចុះឈ្មោះចូលរៀន grammar រាល់ពេលហើយកសែតក៏មានវគ្គដែលយើងថ្មីបន្តរហូតបាទលោក Vladimir Putin មិនបានបញ្ជាក់ពីវត្តមានចូលរួមរបស់លោកទេនៅល្ងាចថ្ងៃពុធនេះហើយលោក Zelensky ឯណោះបានថ្លែងថាលោកនឹងមិនទៅចូលរួមឡើយបើគ្មានវត្តមានរបស់មេដឹកនាំរុស្ស៊ីរូបនេះមានន័យថាបើមេដឹកនាំរុស្ស៊ីរូបនេះមិនបង្ហាញមុខទេនោះ show up នឹងមានន័យថា arrive
ប៉ុន្តែទោះបែបណាកិច្ចចរចាសន្តិភាពនេះនឹងជាកិច្ចចរចាដោយផ្ទាល់កម្រិតកំពូលហើយរវាងអ៊ុយក្រែននិងរុស្ស៊ីចាប់តាំងពីធ្លាប់មានកិច្ចចរចានៅទីក្រុងអ៊ីស្តាំបុលខែមីនានិងខែមេសាឆ្នាំ2022ពោលគឺប្រមាណសប្តាហ៍ក្រោយពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីបានចាប់ផ្ដើម With the possibility of a return to peace talks in Turkey, Kyiv Post revisits the previous failed negotiations, reviews what was agreed in Istanbul, and examines how conditions have changed in the last 3 years. បាទ possibility នឹងលទ្ធភាពកាលណាយើងឃើញវិតដាក់ស្ទាក់ខាងមុខអីចឹងខាងក្រោយมันអាចប្រើខ្លោះទេមែនទេវាជា phrase revisit នេះពិនិត្យឡើងវិញបាទពិនិត្យឡើងវិញហើយ examine ហ្នឹងក៏ពិនិត្យដែរ review ហ្នឹងក៏ពិនិត្យឡើងវិញដូចគ្នាបាទស្តៀងនឹង revisit ហ្នឹងដោយលទ្ធភាពបាទដោយសារវិតបាទដោយសារលទ្ធភាពនៃការវិលទៅរកកិច្ចចរចាសន្តិភាពនៅក្នុងប្រទេសតឺគីនោះយើងប្រើតែជាមួយក៏បានដែរជាមួយនឹងលទ្ធភាពនៃការវិលត្រឡប់ចូលកាន់កិច្ចចរចាសន្តិភាពនៅប្រទេសតឺគីនោះកាសែត Q Post ពិនិត្យឡើងវិញពីកិច្ចចរចាកន្លងមកដែលបរាជ័យ failed គុណនាមបាទកិច្ចចរចាកន្លងមក previous ហ្នឹងពីមុនឬកន្លងមកដែលបរាជ័យនឹងមួយទៀតនេះreviews នេះជា verb របស់ Q Post នេះដែរបាទ Q Post ក៏ពិនិត្យឡើងវិញដែរថាតើមានអ្វីត្រូវឯកភាពគ្នានៅអ៊ីស្តាំបុលហើយ Q Post ក៏ពិនិត្យមើលទៀតថាតើលក្ខខណ្ឌផ្សេងបានផ្លាស់ប្ដូរយ៉ាងណាក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះសំណួរក៏ពិបាកបកប្រែដែរបាទបើយើងមិនដឹងរបៀបបកប្រែមែនទេ What yes no question but does Russia maintain the same maximalist demands have weapons supplies troop numbers or the health of their economies change enough for Ukraine or Russia to ease their demands នេះជាសំណួរដែលកាសែតដាក់ហើយកាសែតនឹងបកស្រាយកាសែត Q Post ដាក់សំណួរសួរទៀតថាតើរុស្ស៊ីនៅរក្សាអីបាទរក្សានៅការទៀមទាដែលជាការទៀមទានៅក្នុងកម្រិតខ្ពស់បំផុតដដែលរបស់ខ្លួនឬយ៉ាងណាចាថាចំណុចទៀមទានៅក្នុងបញ្ហាដែលជាអតិបរមាណាកម្រិតទៀមទាដែលជាបញ្ជីតារាងដែលរុស្ស៊ីចង់បានហ្នឹងតើនៅដដែលឬយ៉ាងណាមួយទៀតកាសែតនេះនឹងពិនិត្យមើលថាតើការផ្គត់ផ្គង់សពាវុធចំនួនកងទ័ពឬក៏ស្ថានភាពនៃសេដ្ឋកិច្ចហ្នឹងវាបានប្រែប្រួលវាផ្លាស់ប្ដូរលំមឲ្យអ៊ុយក្រែននិងរុស្ស៊ីបន្ធូរបន្ថយការទាមទាររបស់ខ្លួនហើយឬនៅអូខេអញ្ចឹងយើងនឹងស្ដាប់ការវិភាគរបស់កាសែតនេះនៅវីដេអូក្រោយទៀតណាបាទយើងមើលមួយទៀត Finally how will leadership changes in key allies such as the United States the United Kingdom and Germany affect the world's posture towards the warring parties សំណួរហ្នឹងក៏ពិបាកស្រាយបាទពិបាកបកប្រែទៀតបាទ posture ប្រែថាជំហរបាទគោលជំហរwarring parties គេថាភាគីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន effect នេះប៉ះពាល់ជាចុងក្រោយនេះគឺសំណួរដែល Q Post ត្រូវដោះស្រាយជាសំណួរចុងក្រោយហ្នឹងថាតើ
ការផ្លាស់ប្ដូរការផ្លាស់ប្ដូររបស់ថ្នាក់ដឹកនាំណាការផ្លាស់ប្ដូរមេដឹកនាំនៅក្នុងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តសំខាន់ដូចជាមេដឹកនាំរបស់សហរដ្ឋអាមេរិកមេដឹកនាំរបស់ចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ជាដើមនេះថាតើនោះហៅនេះ effect នេះថាតើវានឹងប៉ះពាល់យ៉ាងណាដល់គោលជំហររបស់ពិភពលោកចំពោះភាគីដែលកំពុងធ្វើសង្គ្រាមអូខេអញ្ចឹងយើងនឹងពិនិត្យតាមឋាននៅចម្លើយព្រោះកន្លងមកនេះយើងបកស្រាយសេចក្តីផ្ដើមហើយនឹងសំណួរ4សំណួរដែលត្រូវដោះស្រាយបាទអូខេ